bạn nông xuất đây mong ôn từng óc này và xóa cungสำหรับการวิลมาการเสนอบอกทุกnhóm và สำหรับวิดีโอថ្ងៃได้คือខ្ញុំនឹងមកបាទ review បង្ហាញជូនដល់បងប្អូនទាំងអស់គ្នាបាទសម្រាប់ game មួយដែលវាដាក់ដំណើរការនៅលើ Binance ដែល game មួយនេះគឺជាការទាយពាក្យបាទយើងអាចចូលរួមទាយពាក្យជារៀងរាល់ថ្ងៃដើម្បីឈ្នះកាក់បាទគឺជាប្រភេទកាក់ home មកគេនេះហើយក្នុង project នេះដែរគឺគេនឹងចែកកាក់ home រហូតដល់ 40,000 កាក់ home ដែលបងប្អូនទាំងអស់គ្នាអាចចូលរួមលេងបានដោយសេរីដែលគ្រាន់តែបងប្អូនទាំងអស់គ្នាធ្វើការបង្កើតជាមួយនឹងកាបូបលុយ Binance ឬក៏បងប្អូនទាំងអស់គ្នាដែលមាន Binance ហើយបងប្អូនទាំងអស់គ្នាគ្រាន់តែ join នៅក្នុង group Telegram របស់ខ្ញុំដើម្បីចូលរួមលេង game ទីពាក្យជារៀងរាល់ថ្ងៃបងប្អូនទាំងអស់គ្នានឹងមានឱកាសបាទឈ្នះជាប្រភេទកាក់ home នេះតាមរយៈ voucher របស់យើងហើយនេះគឺជាប្រវត្តិដែលខ្ញុំបានឈ្នះជាមួយកាក់ home នេះណាខ្ញុំចូលមកក្នុងនេះបន្តិចសិនដើម្បីបង្ហាញជូនបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងកន្លែងដែលខ្ញុំបានឈ្នះកាក់ home នេះណានៅបងប្អូនទាំងគ្នាអញ្ចឹងពេលបងប្អូនទាំងគ្នាចូលរួមលេងហើយបងប្អូនទាំងគ្នាអាសាចូលមកឆែកនៅក្នុងនេះផងនេះអញ្ចឹងខ្ញុំចូលមកកន្លែង more service ហើយវាយពាក្យថា reward hub អូខេ reward hub នេះគឺវា load ឲ្យយើង reward hub ហើយបងប្អូនទាំងគ្នាឃើញកន្លែង voucher នេះបើវាផ្ដល់ឲ្យយើងគឺវា load កន្លែងនេះហើយខ្ញុំចុចលើកន្លែង my voucher នេះមកអញ្ចឹងខ្ញុំ claim អស់ហើយខ្ញុំចូលកន្លែងប្រវត្តិដើម្បីបង្ហាញជូនបងប្អូននេះគឺជាប្រវត្តិដែលខ្ញុំទទួលបានកាក់ home បានដោយ free តែម្ដងគឺមិនមែនជាការដាក់លុយstake ឬក៏វិនិយោគអីទេគឺជាប្រភេទកាក់ home ដែលយើងចូលទៅលេង game ទីពាក្យបើសិនបើយើងអាសាចូលមកទាយព្រោះ game ហ្នឹងគឺគេនឹងទម្លាក់ឲ្យយើងជារៀងរាល់ថ្ងៃតែម្ដងហើយវាមិនច្រើនទេវា8កាក់7កាក់7កាក់ទេបើគិតជាលុយប្រហែលជា40 50សេននេះទេប៉ុន្តែជាលុយដែលយើងរកបានដោយ free ហើយយើងសំវាទៅបន្តិចច្រើនអីក៏យើងគង់តែសន្សំបាន$10ឬក៏$5ដែរព្រោះgame នេះគឺ free ទេហើយរបៀបនៃការលេងបងប្អូនទាំងអស់គ្នាគឺងាយស្រួលទេគ្រាន់តែ join group Telegram របស់ខ្ញុំឥឡូវឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាបាទតែកំពុងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំអញ្ចឹងលក្ខខណ្ឌទី1បងប្អូនទាំងគ្នាត្រូវតែបង្កើតជាមួយ Binance សិននេះសម្រាប់បងប្អូនទាំងគ្នាដែលអត់មាន Binance ណាហើយការបង្កើតបងប្អូនទាំងនេះក៏យកម្រាមដៃបាទចុចលើចំណងជើងនៃវីដេអូនេះមកបងប្អូនទាំងគ្នាឃើញកន្លែងនេះខ្ញុំសេថា link សម្រាប់ចុះឈ្មោះជាមួយនឹង Binance ហើយនៅខាងចុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញពីរបៀបនៃការបង្កើត Binance ផងដែរអូខេអញ្ចឹងបងប្អូនទាំងគ្នាអាចបង្កើត Binance តាមរយៈតំណ link ឬក៏ដាក់ referral code របស់ខ្ញុំបងប្អូនទាំងគ្នាទទួលបានអត្ថប្រយោជន៍2ទី1គឺទទួលបានលុយ rebate បាទ 20% មកវិញគឺពេញមួយជីវិតតែម្ដងហើយទី2ទទួលបានឱកាសទទួលបានកាដូផ្សេងៗនៅពេលដែលក្រុមហ៊ុន Binance គេផ្ដល់ gift មកឲ្យខ្ញុំនឹងធ្វើការ give away ចែកជូនបងប្អូនទាំងគ្នាដែលស្ថិតនៅក្នុង community របស់ខ្ញុំផងដែរហើយបងប្អូនទាំងគ្នាអាចចុចលើប៊ូតាន more ដើម្បី join នៅក្នុង group Telegram របស់ខ្ញុំដែលខ្ញុំសរសេរខាងក្រោមនេះបាទគឺgroup Telegram សម្រាប់បងប្អូនទាំងគ្នាដែលមានសំណួរផ្សេងៗហើយនេះគឺ link សម្រាប់ join បងប្អូនទាំងគ្នាអាច join ទៅព្រោះថាសម្រាប់ link ដែលយើងចូលទៅទាយពាក្យជាប្រចាំថ្ងៃខ្ញុំនឹងទម្លាក់នៅក្នុង group Telegram របស់ខ្ញុំតែម្ដងអូខេអញ្ចឹងសម្រាប់ game មួយនេះបងប្អូនទាំងគ្នាខ្លះគាត់ឆ្ងល់គាត់ថាពិបាកលេងណាស់ព្រោះថាយើងអត់ដឹងថាពាក្យទាំងអស់ហ្នឹងវាមានពាក្យអីខ្លះទេអញ្ចឹងខ្ញុំបង្ហាញតិចនិចមួយចំនួនដែលបងប្អូនទាំងគ្នាអាចលេង game នេះបានដោយសេរីអញ្ចឹងសម្រាប់ខ្ញុំជា KL គឺវា load ឲ្យខ្ញុំជារាល់ថ្ងៃទេអញ្ចឹងយើងចូលកន្លែងសារនេះមកហើយបន្ទាប់មកទៀតឧទាហរណ៍ថាបងប្អូនទាំងគ្នាបានចុចលើ link របស់ខ្ញុំហើយណាចុចលើ link ដើម្បីចូលរួមទីពាក្យហើយអញ្ចឹងនេះនៅពេលបងប្អូនចុចលើ link ដើម្បីចូលរួមទីពាក្យហើយគឺវាឲ្យយើង log in ចូលមកក្នុងaccount របស់យើងហើយវានឹង load ផ្ទាំងបែបនេះតែម្ដងអញ្ចឹងបងប្អូនទាំងគ្នាកន្លែងមើលខាងនេះអញ្ចឹងពាក្យនេះគឺជាពាក្យសម្រាប់ថ្ងៃនេះតែម្ដងយើងមើលមកកន្លោននេះមានថាមកកន្លោនគឺមកអក្សរអញ្ចឹងពាក្យថ្ងៃនេះគឺមានសរុបទាំងអស់គឺចំនួន8ពាក្យអញ្ចឹងអ្វីដែលអាចជួយយើងបានគឺ AI អូខេអញ្ចឹងខ្ញុំចេញទៅវិញដើម្បីចូលឲ្យ AI ជួយខ្ញុំនៅបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់ tool ដែលខ្ញុំប្រើគឺ AI ខ្ញុំប្រើជារាល់ថ្ងៃហ្នឹងគឺ Gemini អញ្ចឹងខ្ញុំចូលមក Gemini មួយអូខេអញ្ចឹងខ្ញុំចូលមកកន្លែងនេះដោយសារខ្ញុំលេងរាល់ថ្ងៃទេនៅពេលយើងលេងរាល់ថ្ងៃគឺវា load យើងរាល់ថ្ងៃនេះខ្ញុំចូលមកកន្លែងនេះឬក៏បងប្អូនឲ្យចូលមកក្នុង AI របស់យើងហើយចូលឲ្យវាវាយមកអញ្ចឹងនេះគឺជាអ្វីខ្ញុំលេងបងប្អូនទាំងគ្នាគ្រាន់តែ screenshot ហើយតម្លាក់ចូលក្នុង AI ឥឡូវយើងមាន Pro មួយខ្ញុំ copy កន្លែងនេះមួយខ្ញុំដាក់ចេះវិញហើយខ្ញុំចេញទៅក្នុងកន្លែង Word របស់យើងខ្ញុំ screenshot មួយសិនអូខេ screenshot វាមួយសិនអូខេហើយខ្ញុំ close សិនខ្ញុំបន្តមកទៀតខ្ញុំចូលមកក្នុង Gemini យើងចូលមកកន្លែងសញ្ញាលេខបូកហើយយើងដាក់រូបថតដែលយើងចូលទៅមិញយើងបាន screenshot មិញណាខ្ញុំដាក់រូបថតទៅមិញហ្នឹងហើយខ្ញុំទៅសេចេះខ្ញុំថាចេះក៏បានដែរសូមជួយទីពាក្យរបស់ខ្ញុំយើងសេជាអក្សរខ្មែរមកបាទសេជាអក្សរខ្មែរមកបាទសូមជួយទីពាក្យគឺពាក្យថ្ងៃនេះគឺមានចំនួនប្រមាណអក្សរយើងប្រាប់គេណាគឺ8អក្សរហើយយើងចុចសញ្ញាទៅមុខមកអញ្ចឹងឲ្យវា generate មើលវាកំពុងតែទាយពាក្យឲ្យយើងហើយនៅបងប្អូនទាំងគ្នាអញ្ចឹងបន្ទាប់ពីយើងដាក់អញ្ចឹងហើយនេះគឺ generate មកនេះគឺ AI គេដាក់មកប្រាំងទៅហើយយើងអស់មកក្រោមបន្តិចនឹងឃើញចម្លើយនេះគេដាក់ថាសូមសាកល្បងពាក្យថា learning អូខេអញ្ចឹងយើង copy តែម្ដងឬក៏យើងយកទៅសរសេរតែម្ដងគឺ learning អូខេ learning អញ្ចឹងយើងចូលមកក្នុងកន្លែងនេះវិញហើយវាយទៅតាមអីដែលគេប្រាប់យើងមិញមកគឺនេះវាយខាងក្រោមអក្សរគឺនៅខាងក្រោមណា learn បាទ L អញ្ចឹងមកហើយ
ចេះអូខេបន្ទាប់ពីវាយហើយយើងចុចលើពាក្យថា enter ខាងក្រោមនេះហើយចាំមើលមើលត្រូវអត់អូខេអញ្ចឹងអត់ត្រូវទេអត់ត្រូវទេយើង screenshot ម្ដងទៀតយើង screenshot ម្ដងទៀតអូខេខ្ញុំ screenshot ម្ដងទៀតហើយខ្ញុំចូលទៅក្នុង AI ម្ដងទៀតហើយយើងចូលមកកន្លែងសញ្ញាលេខបូករបស់យើងដដែលយើងផ្ញើរូបដែលយើង screenshot មិញហ្នឹងអូខេផ្ញើរូបមិញហ្នឹងហើយយើងដាក់ពាក្យថាមិនត្រូវទេយើងសរសេរតែម្ដងមិនត្រូវទេអូខេមិនត្រូវទេហើយចុចបញ្ជូនទៀតមកហើយរងចាំឲ្យវា generate ម្ដងទៀតបាទហ្នឹងឯងតោះឥឡូវបន្ទាប់ពីយើងផ្ញើឲ្យគេម្ដងទៀតហើយយើងដាក់ថាមិនត្រូវទេគឺ AI វា generate ឲ្យយើងម្ដងទៀតហើយអញ្ចឹងបងប្អូនទាំងអស់គ្នានេះយើងអស់មកយើងឃើញពាក្យខាងក្រោមនេះគឺគេដាក់ពាក្យថា literacy អូខេហើយគេបញ្ជាក់ទៀតថាតំណងត្រូវ 99% អញ្ចឹងយើងទៅម្ដងទៀត literacy អូខេ literacy អូខេហើយចុចលើពាក្យថា enter មកហើយខ្ញុំបញ្ជាក់ឡើងវិញថានៅក្នុង AI នេះมันប្រកាសថាត្រឹមត្រូវ 100% ទេมันប្រកាសថាត្រឹមត្រូវ 100% ទេព្រោះបងប្អូនទាំងអស់គ្នាបើសិនទៅពេលខ្លះគឺអត់ត្រូវទេបងប្អូនទាំងអស់គ្នាយើងអាចចូលរួមលេងនៅថ្ងៃបន្ទាប់ទៀតព្រោះតែខ្ញុំបញ្ជាក់ចឹងថា AI มันប្រកាសថាត្រូវ 100% ទេប៉ុន្តែគឺភាគច្រើនគឺវាត្រូវតែម្ដងព្រោះខ្ញុំលេងវាទាយតែ2 ដង 3 ដងគឺត្រូវហើយអញ្ចឹងបងប្អូនឃើញឡើយនេះគឺត្រូវហើយនេះពាក្យថ្ងៃហ្នឹងគឺ literacy ហើយគេបញ្ជាក់ថា congratulation ហើយនេះគឺជាចំនួនអ្នកទាយត្រូវហើយគេនឹងយកឈ្មោះយើងទៅក្លុកហើយបែងចែកជាប្រភេទកាក់ហូមឲ្យយើងវិញអញ្ចឹងខ្ញុំទាយត្រូវនៅក្នុងហ្នឹងគឺចំនួន3 ដងហើយអូខេអញ្ចឹងនេះជារបៀបនៃការទទួលបានកាក់ហូមហើយបងប្អូនទាំងគ្នាអាសាចូលទៅក្នុង reward ហាត់ដើម្បីឆែកមួយផងតោះឥឡូវខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាបាទពីរបៀបនៃការបង្កើត Binance សម្រាប់បងប្អូនទាំងគ្នាដែលជាអ្នកថ្មីហើយខ្ញុំបញ្ជាក់ឡើងវិញថា game នេះបានតែបងប្អូនទាំងគ្នាដែលមានកាបូបលុយ Binance ទេហើយបងប្អូនទាំងគ្នាបើសិនជាបង្កើត Binance បាទសូមបង្កើតដោយបំពេញ referral code របស់ខ្ញុំដើម្បីទទួលបានអត្ថប្រយោជន៍ដែលខ្ញុំរៀបរាប់នៅខាងលើតោះឥឡូវចូលទៅមើលពីរបៀបនៃការបង្កើត Binance តែម្ដងបងប្អូនទាំងគ្នាអញ្ចឹងជំហានដំបូងដើម្បីអាចបង្កើតបាទជាមួយគណនី Binance បានបងប្អូនទាំងគ្នាត្រូវចូលមកដំឡើង app Binance យកមកដាក់លើទូរស័ព្ទដៃរបស់យើងជាមុនសិនហើយវាមានការដំឡើងអាចចូលមកដំឡើងនៅក្នុងកម្មវិធី Play Store ឬក៏ App Store អញ្ចឹងបើសិនបើយើងប្រើប្រាស់ពួក iPhone ណាចូលក្នុងកម្មវិធី App Store ទៅឬក៏យើងប្រើប្រាស់ទូរស័ព្ទដែលដំណើរការដោយកម្លាំង Android បងប្អូនទាំងអស់គ្នាអាចចូលមកក្នុង Play Store បានយើងចុចលើវាមួយមកបន្តមកទៀតបងប្អូនទាំងអស់គ្នាចូលមកក្នុងកម្មវិធីរបស់គេហើយបងប្អូនទាំងគ្នាចូលមកកន្លែង search ខាងក្រោមនេះចុចលើពាក្យថា search ហ្នឹងមកវានឹង load ខាងលើនេះគឺ search app ចុចលើ search app ហ្នឹងមួយមកហើយវាយពាក្យថា Binance អញ្ចឹងបងប្អូនទាំងគ្នាឃើញខាងក្រោមនេះគឺ Binance ហើយនេះគឺជា logo របស់ Binance អញ្ចឹងបងប្អូនទាំងគ្នាចុចលើពាក្យថា install ហើយរងចាំបន្តិចមកដល់ពេលវាដំឡើងពេញបងប្អូនទាំងគ្នាឃើញកន្លែងនេះគេដាក់ពាក្យថា open អូខេអញ្ចឹងចុចលើពាក្យថា open នេះមួយមកគឺវានឹងនាំបងប្អូនទាំងគ្នាចូលមកដល់ទំព័រដើមបាននៃគណនី Binance របស់យើងហើយអញ្ចឹងបងប្អូនទាំងគ្នាខាងពីរនេះយើងរើសមួយណាក៏បានដែរបើមិនបើយើងជាអ្នកថ្មីសុទ្ធយើងចុចលើពាក្យថា new crypto មកឬក៏យើងជាអ្នកដែលធ្លាប់លេងធ្លាប់ដឹងពីមុនហើយអាចចុចខាងក្រោមអញ្ចឹងពីមួយហ្នឹងចុចមួយណាក៏បានដែរអូខេបន្ទាប់ពីបងប្អូនចុចលើវាហើយគឺវានាំបងប្អូនទាំងអស់គ្នាចូលមកដល់ក្នុងទម្រង់បែបនេះអញ្ចឹងមកដល់ក្នុងទម្រង់បែបនេះគឺជាទម្រង់នៃការចុះឈ្មោះអញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺតម្រូវបងប្អូនទាំងគ្នាមានជាមួយ Gmail តាក់សញ្ញាណប័ណ្ណហើយបងប្អូនទាំងគ្នាត្រូវតែត្រៀមខ្លួនសម្រាប់ថត selfie ផ្ទៃមុខរបស់យើងអូខេចាំមកដល់កន្លែងនេះយើងវាបំពេញជាមួយ Gmail address របស់យើងកន្លែងនេះមកឬក៏បងប្អូនទាំងគ្នាអត់ចេះបង្កើត Gmail ទេនៅខាងក្រោមវីដេអូនេះនៅទំព័រ description ខ្ញុំបានដាក់វីដេអូពីរបៀបនៃការបង្កើត Gmail ហើយចឹងបងប្អូនទាំងគ្នាអាចចូលទៅមើលហើយបង្កើត Gmail បានជោគជ័យហើយយកមកបង្កើតជាមួយ Binance បន្តអូខេចឹងកន្លែងនេះបងប្អូនទាំងគ្នាបំពេញជាមួយ Gmail របស់យើងមកបន្តមកទៀតចុចលើពាក្យថា continue អូខេអញ្ចឹងមកដល់ចំណុចនេះគឺគេនឹងផ្ញើសារជាលេខកូដ6ខ្ទង់ចូលទៅក្នុង Gmail ដែលបងប្អូនទាំងគ្នាបានធ្វើការចុះឈ្មោះបាញ់មិញហ្នឹងអញ្ចឹងបងប្អូនទាំងគ្នាចូលទៅក្នុង Gmail របស់យើងអូខេហើយយកលេខកូដ6ខ្ទង់យកមកផាសត្រង់ចំណុចនេះមកបន្ទាប់ពីបងប្អូនទាំងគ្នាផាសហើយគឺវានឹង load auto ឲ្យយើង direct តែម្ដងយើងមិនបាច់ចុច continue ខាងក្រោមទេអូខេបន្ទាប់មកទៀតគឺវានឹងនាំបងប្អូនទាំងគ្នាចូលមកដល់ក្នុងទម្រង់បែបនេះគឺជាទម្រង់មួយដែលតម្រូវបងប្អូនទាំងអស់គ្នាធ្វើការបង្កើតបាទជាមួយនឹង password ហើយគំរូនៃការបង្កើត password គឺត្រូវតែផ្ដើមដោយអក្សរធំអក្សរតូចលេខនិងសញ្ញាហើយធ្វើយ៉ាងណាគឺឲ្យចាប់ពី8ខ្ទង់ឡើងទៅហើយនេះគឺជាគំរូនៃ password ដែលជាគំរូដែលបងប្អូនត្រូវតែប្រើតែម្ដងហើយយើងអាចបដូរឈ្មោះដាក់អក្សរក៏បានដែរប៉ុន្តែគំរូនេះគឺជាគំរូស្តង់ដារតែម្ដងគឺផ្ដើមដោយអក្សរធំហើយប្រើជាអក្សរអង់គ្លេសណាអូខេអញ្ចឹងបងប្អូនទាំងគ្នាអាចដាក់ឈ្មោះរបស់យើងហើយយកសភៅយកអីមកកត់ទុកផងព្រោះនៅក្នុងការបង្កើត exchange មួយខ្ញុំតែនាំបងប្អូនទាំងអស់គ្នាឲ្យធ្វើការកត់ទុកកុំណូតវាទុកលើទូរស័ព្ទព្រោះទូរស័ព្ទយើងពេលខ្លះអាចឆេះអេក្រង់អាចខូចអីចឹងទៅអញ្ចឹងបើសិនបើយើងភ្លេចយើងអាច log ចូលទៅក្នុង account របស់យើងបានទេហើយបើសិនបើ account របស់យើងមានលុយច្រើនដែរគឺចប់ហើយគឺអាចយកវិញបានទេអញ្ចឹងរាល់ដែលបងប្អូនទាំងគ្នាបង្កើត exchange ទាំងអស់មិនថាជា exchange អីទេមិនថាជា wallet អីទេសូមឲ្យមានសភៅមួយកត់ជាមួយ password ជាមួយ Gmail ជាមួយនឹងការ verify ជាមួយអត្តសញ្ញាណប័ណ្ណអីហ្នឹងកត់ទុកទៅជៀសវាងថ្ងៃណាមួយយើងភ្លេចយើងបាត់ទូរស័ព្ទអីយើងអាច log ចូលក្នុង device ថ្មីយើងមានGmail password របស់យើងត្រឹមត្រូវអូខេអញ្ចឹងមកដល់កន្លែងនេះនៅពេលបងប្អូនទាំងបង្កើតជាមួយ password ហើយចុចលើពាក្យថា continue គឺវានាំបងប្អូនទាំងអស់គ្នាចូលមកដល់ក្នុងទម្រង់បែបនេះទម្រង់បែបនេះគឺជាទម្រង់មួយដែល
ចំណុចនេះគឺចំណុចដែលសំខាន់មែនទែនគឺតម្រូវបងប្អូនទាំងគ្នាធ្វើការបំពេញជាមួយនឹង Reveral Code របស់អ្នកណែនាំគឺ Reveral Code របស់ខ្ញុំតែម្ដងនៅពេលបងប្អូនទាំងគ្នាបំពេញជាមួយ Code របស់ខ្ញុំនឹងទទួលបាន 20% ជាលុយ rebate ពេញមួយជីវិតតែម្ដងអញ្ចឹងគឺសំខាន់មែនទែនជាពិសេសសម្រាប់បងប្អូនដែលជា trader ឬក៏យើងមិនមែនជា trader ក៏ដោយគឺសំខាន់មែនទែនកន្លែងហ្នឹងគឺអាចប្រឡងបានទេអូខេអញ្ចឹងបងប្អូនទាំងគ្នាចុចលើថា yes នេះមកមានន័យថាយើងមាន Reveral Code ចុចលើថា yes នេះមកហើយបងប្អូនទាំងគ្នាឃើញខាងក្រោមនេះគឺវា load ឲ្យយើងបំពេញជាមួយ Reveral Code ណាអញ្ចឹង Reveral Code របស់ខ្ញុំគឺ Budara 519អូខេ519នៅពេលបងប្អូនទាំងគ្នាបំពេញហើយបំពេញតាមខ្ញុំនឹងមកខ្ញុំដាក់ Reveral Code នៅខាងឆ្វេងដៃនៃវីដេអូនេះដែរបំពេញ Reveral Code របស់ខ្ញុំមកបន្តមកទៀតបងប្អូនទាំងគ្នាចុចលើថា next មកគឺវានាំបងប្អូនទាំងគ្នាចូលដល់ក្នុងទម្រង់បែបនេះគឺជាទម្រង់មួយដែលតម្រូវឲ្យបងប្អូនទាំងគ្នាបាទបំពេញជាមួយនឹង KYC ហើយ KYC នេះគឺខាងលើនេះគឺយើងអត់ចាំបាច់ប៉ះពាល់អីទេគឺវា load ជា IP address យើងតែម្ដងគឺប្រទេសកម្ពុជារបស់យើងមានទង់ជាតិមេធំទៅហើយខាងក្រោមនេះគឺគេ recommend ឬក៏ណែនាំឲ្យយើងប្រើជាមួយអត្តសញ្ញាណប័ណ្ណឬក៏បងប្អូនទាំងអស់គ្នាអត់មានអត្តសញ្ញាណប័ណ្ណទេអាចចុះឈ្មោះជាមួយប័ណ្ណបើកបរឬក៏ passport ប៉ុន្តែជាការណែនាំគឺគេណែនាំឲ្យបងប្អូនទាំងគ្នាប្រើប្រាស់ជាមួយអត្តសញ្ញាណប័ណ្ណអូខេអញ្ចឹងខ្ញុំចុះឈ្មោះមួយអត្តសញ្ញាណប័ណ្ណខ្ញុំចុចលើនឹងមួយហើយចុចវាថា continue គឺវានាំយើងចូលមកដល់ក្នុងទម្រង់បែបនេះគឺជាការ upload ជាមួយអត្តសញ្ញាណប័ណ្ណរបស់យើងអូខេអញ្ចឹងមកដល់កន្លែងនេះគឺមានពីរជម្រើសទី1គឺយើងអាចថតរូបភ្លាមក៏បានទី2យើងអាចអាប់ឡូតក៏បានប៉ុន្តែជាការណែនាំរបស់ខ្ញុំបងប្អូនទាំងគ្នាអាចថតរូបអត្តសញ្ញាណប័ណ្ណរបស់យើងឲ្យហើយទៅឲ្យគ្រប់វាស្អាតទៅបន្ទាប់មកទៀតនៅពេលយើងចូលមកដល់ចំណុចនេះគឺយើងអាប់ឡូតអត្តសញ្ញាណប័ណ្ណរបស់យើងតែម្ដងអូខេអញ្ចឹងយើងចុចពីថា continue ហើយខាងលើនេះគឺអាប់ឡូតអត្តសញ្ញាណប័ណ្ណផ្ទៃខាងមុខខាងក្រោមនេះអាប់ឡូតអត្តសញ្ញាណប័ណ្ណផ្ទៃខាងក្រោយអូខេអញ្ចឹងអាប់ឡូតវាហើយទៅបងប្អូនឃើញទម្រង់បែបនេះគឺនៅពេលយើងអាប់ឡូតហើយណាយើងចុចលើវាថា continue ហើយនៅពេលដែលវាអាប់ឡូតហ្នឹងយើងចុចវាថា upload គឺវានឹងឲ្យយើងចូលទៅជ្រើសរើសអត្តសញ្ញាណប័ណ្ណរបស់យើងនៅក្នុងgallery របស់យើងហើយអញ្ចឹងបងប្អូនទាំងគ្នាចូលទៅយកហើយយកមកដាក់កន្លែងហ្នឹងមកខាងលើគឺអត្តសញ្ញាណប័ណ្ណផ្ទៃខាងមុខខាងក្រោមគឺអត្តសញ្ញាណប័ណ្ណផ្ទៃខាងក្រោយអូខេចុចលើវាថា continue នេះមកគឺមកដល់ទម្រង់នៃការ selfie ផ្ទៃមុខរបស់យើងអញ្ចឹងមកដល់កន្លែងនេះបងប្អូនទាំងគ្នារកកន្លែងណាដែលមានពន្លឺគ្រប់គ្រាន់កុំឲ្យចាំងមួយពេកអញ្ចឹងណាអូខេបងប្អូនចុចលើវាថា continue មកគឺវានឹងឲ្យយើង selfie ផ្ទៃមុខនៅពេលយើង selfie ផ្ទៃមុខរួចរាល់អស់ហើយ complete ហើយនៅក្នុងចំណុច selfie ហ្នឹងបងប្អូនខ្លះគាត់ផាសអត់បានទេគាត់ធ្វើអត់ជាប់ទេដោយសារតែគាត់ស្ដាប់អង់គ្លេសអត់បានអញ្ចឹងនៅក្នុងហ្នឹងគឺនៅពេលខ្លះវាឲ្យយើងព្រិចភ្នែកឲ្យងាកឆ្វេងងាកស្ដាំងើយចុះក្រោមមកលើអញ្ចឹងណាហើយពេលខ្លះឲ្យយើងហាមាត់ទៀតអញ្ចឹងយើងព្យាយាមធ្វើតាមហ្នឹងទៅនៅពេលយើងធ្វើត្រឹមត្រូវហើយ complete ហើយគឺវានាំបងប្អូនទាំងអស់គ្នាបាទចូលមកដល់ក្នុងទម្រង់បែបនេះចាំមកដល់ក្នុងទម្រង់បែបនេះយើងអត់មានធ្វើច្រើនទេបងប្អូនទាំងនេះគ្រាន់តែអុសមកលើបន្តិចកន្លែងនេះគឺវាបញ្ជាក់ឈ្មោះបញ្ជាក់ថ្ងៃខែឆ្នាំកំណើតរបស់យើងឡើងវិញហើយបងប្អូនទាំងអុសមកលើបន្តិចបងប្អូនទាំងឃើញកន្លែងនេះផាស postal code នេះគឺជាកូដនៃប្រទេសរបស់យើងអញ្ចឹងខ្ញុំណែនាំឲ្យដាក់ជាលេខកូដនៅភ្នំពេញតែម្ដងទៅកុំឲ្យស្មុគស្មាញគឺ 12000 អូខេចឹងបងប្អូនទាំងគ្នាដាក់លេខ 12000 មកហើយចុចលើពាក្យថា continue គឺវានាំបងប្អូនទាំងគ្នាចូលមកដល់ក្នុងទម្រង់បែបនេះគឺគេបញ្ជាក់កន្លែងនេះគឺថាគេស្ថិតនៅក្នុងការត្រួតពិនិត្យឬក៏ under review ហើយ estimate ហ្នឹងគឺអាចរហូតដល់5ថ្ងៃតែជឿទៅគឺ estimate យ៉ាងយូរបំផុត5នាទីទេបើមិនជាអត់ជោគជ័យគឺគេឲ្យយើងធ្វើម្ដងទៀតហើយកត្តានៃការអត់ជោគជ័យហ្នឹងគឺអាចមកពីអត្តសញ្ញាណប័ណ្ណរបស់យើងហួសសុពលភាពឬក៏អត្តសញ្ញាណប័ណ្ណរបស់យើងធ្លាប់បង្កើតពីមុនមកអញ្ចឹងណាអញ្ចឹងសម្រាប់អត្តសញ្ញាណប័ណ្ណយើងត្រូវតែយកអត្តសញ្ញាណប័ណ្ណដែលនៅសុពលភាពហើយអត់ដែលធ្លាប់ចុះឈ្មោះជាមួយ exchange នឹងពីមុនមកទេព្រោះ exchange ម្នាក់អាចបង្កើតបានតែម្ដងទេអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញមនុស្សម្នាក់អាចបង្កើត exchange បានតែម្ដងទេអត់អាចយកអត្តសញ្ញាណប័ណ្ណតែមួយហ្នឹងយកទៅបង្កើតជាមួយ exchange 2 3ទេអញ្ចឹង exchange គឺសំខាន់មែនទែនអញ្ចឹងហើយបានខ្ញុំឲ្យបងប្អូនទាំងនេះយកប៊ិចកត់នៅពេលដែលយើងបង្កើតវាណាត្រូវតែចាំជាវាថ្ងៃក្រោយយើងភ្លេចទៅអាច log in ចូលមកប្រើវាបានអូខេអញ្ចឹងខ្ញុំនឹងបង្ហាញថានៅពេលដែលគេ review ចប់នឹងឃើញជាទម្រង់បែបណានៅបងប្អូនទាំងគ្នាអញ្ចឹងនៅពេលដែលយើង review បានជោគជ័យហើយជាប់ហើយណាបងប្អូនទាំងគ្នាអាចចូលមកកន្លែងសញ្ញាត្រេក3ខាងលើនេះនៅពេលយើងចូលមកក្នុងគណនី Binance របស់យើងចូលមកក្នុងកន្លែងហ្នឹងមកចុចលើវាមួយបងប្អូនទាំងគ្នានឹងឃើញកន្លែងនេះគេដាក់ពាក្យថា verify ហើយលោតពណ៌បៃតងនេះហើយយើងដាក់បានទៅជោគជ័យហើយយើងជាប់នៅក្នុងការបំពេញ KYC ហើយអញ្ចឹងគណនីបងប្អូនទាំងគ្នាអាចដាក់លុយចូលឬក៏អាចដកលុយចេញបានដោយសេរីគឺជាគណនីដែល full ហើយមានសុវត្ថិភាពតែម្ដងហើយមួយទៀតបងប្អូនទាំងគ្នាអាចចុចលើសញ្ញាព្រួយបាញ់ទៅមុខនេះដើម្បីបំពេញ security បន្ថែមបងប្អូនទាំងគ្នាចូលមកក្នុង security នេះហើយបំពេញបន្ថែមមកមានដូចជា app authenticator Google ហ្នឹងហើយខ្ញុំក៏បានបង្ហាញពីរបៀបនៃការភ្ជាប់ជាមួយនឹង Google Authenticator ដែលជាចំណុចសំខាន់មួយនៅក្នុង exchange ទាំងអស់ហ្នឹងជូនបងប្អូនហើយអញ្ចឹងគ្រាន់តែចូលទៅក្នុងទំព័រ description របស់ខ្ញុំនឹងឃើញពីវីដេអូដែលបង្ហាញពីរបៀបការប្រើប្រាស់ជាមួយនឹង app Google Authenticator ហើយការបំពេញប្រព័ន្ធសុវត្ថិភាពផ្សេងៗដែលខ្ញុំអត់បង្ហាញទេព្រោះនេះគឺជា security របស់ខ្ញុំដែរតែបងប្អូនអាចចុចលើ security នេះហើយបំពេញវាទៅអាចជាមានជា Gmail លេខទូរស័ព្ទឬក៏ passkey នៃការ scan ដៃ scan មុខបន្ថែមហើយនេះនៅពេលយើងបានបំពេញជោគជ័យហើយបងប្អូនទាំងគ្នាអាចចូលទៅប្រើប្រាស់បានហើយនៅក្នុងនោះមានដូចជាមុខងារជាច្រើនដែលខ្ញុំបង្ហាញហើយមុខងារមួយដែលល្បីមែនទែនគឺ trade បាទមិនថាជា trade នៅក្នុង sport ឬក៏ future ទេបាទសម្រាប់ខ្ញុំ trade សម្រាប់តែ
បានកាហ្វេកាទៀវប្រចាំថ្ងៃទេខ្ញុំបានតែ4 10រៀលខ្ញុំឈប់ហើយព្រោះខ្ញុំអត់លោភទេអូខេអញ្ចឹងរបៀបនៃការ trade ខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាហើយកាលវីដេអូមុនហើយនៅខាងក្រោមវីដេអូនេះក៏បានបង្ហាញពីរបៀបនៃការ trade ដើម្បីទទួលបានថវិកាខ្លះនៅក្នុងវិស័យមួយនេះផងដែរអូខេអញ្ចឹងសម្រាប់វីដេអូនេះអត់មានអីច្រើនទេបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ឬក៏អត់ទាន់បានបង្កើតគណនី Binance ទេអាចបង្កើតវាឲ្យទៅព្រោះថាវាអត់ទាមទារថ្លៃសេវាប្រចាំខែទេជាពិសេសនៅពេលដែលបងប្អូនទាំងអស់គ្នាបង្កើតតាមរយៈតំណ link របស់ខ្ញុំឬក៏បំពេញជារ៉កូដរបស់ខ្ញុំនឹងទទួលបាន rebate 20%ពេញមួយជីវិតហើយនឹងទទួលបានឱកាសទទួលបានការ giveaway ផ្សេងៗនៅពេលដែលខ្ញុំទទួលបានកាដូអីពី Binance ខ្ញុំធ្វើការ giveaway ចែកជូនបងប្អូនទាំងអស់គ្នាតាមរយៈ community ហើយខ្ញុំនឹងប្រកាសនៅក្នុង group Telegram របស់ខ្ញុំតែម្ដងអូខេចឹងវីដេអូនេះអត់មានច្រើនទេគឺមានតែប៉ុណ្្នឹងទេបើសិនបងប្អូនទាំងអស់គ្នាបង្កើត Binance មើលវីដេអូនេះហើយបង្កើតអត់បានជោគជ័យឬក៏តាក់ត្រង់ចំណុចណាឬក៏បងប្អូនទាំងអស់គ្នាបង្កើតតាមរយៈការមើលវីដេអូរបស់ KL ឬក៏អ្នកreview ផ្សេងៗក៏ដោយបើសិនមកអត់ជោគជ័យអីអាចសួរខ្ញុំក្នុង group Telegram របស់ខ្ញុំបានខ្ញុំរីករាយឆ្លើយតបទៅវិញពេលខ្លះអាចរៀងយឺតប៉ុន្តែខ្ញុំនឹងឆ្លើយតបគ្រប់សំណួររបស់បងប្អូនទាំងអស់គ្នាដែលសួរនៅក្នុង group Telegram របស់ខ្ញុំអូខេវីដេអូនេះមានតែប៉ុណ្្នឹងទេហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលតាមដានទស្សនាវីដេអូនេះតាមដានរហូតចប់បាទខ្ញុំសូមអរគុណសូមគោរពលា